ឥឡូវនេះសារព័ត៌មានធំនៅលើពិភពលោកបានចោទលោកត្រាំថាខ្លួនឯងបដូរយន្តហោះជិះព្រោះភ័យអ៊ីរ៉ង់ធ្វើឃាតតែអ្នកយកកាសែតធ្វើនុយបាទចឹងបងប្អូនបានដឹងហើយព័ត៌មានមួយរយៈពេលនេះគឺលោកត្រាំបានគេហៅថាបដូរយន្តហោះជិះដោយយន្តហោះរបស់លោកឲ្យអ្នកកាសែតជិះចឹងទៅឥឡូវយើងមកមើលព័ត៌មានពីប្រតិកម្មរបស់កាសែតធំនៅទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំសារភាពហើយថាលោកពិតជាបដូរយន្តហោះជិះដោយសម្ងាត់មែនពីព្រោះភ័យអ៊ីរ៉ង់ធ្វើឃាតក្រោយចាក់ចេញពីកិច្ចប្រជុំកំពូលអង្គការ NATO នៅប្រទេសទូគីកាលពីចុងខែមុននេះបើទោះបីជាយ៉ាងណាក៏ដោយទង្វើរបស់ប្រមុខសេដ្ឋវិមានកំពុងបញ្ជាក់ឲ្យមានគំហឹងនិងរិះគន់ស្ដីបន្ទោសយ៉ាងខ្លាំងដៃអំពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយធំនៅលើពិភពលោកដូចជា Reuters, CNN, Washington Post និង New York Times ដោយចោទថាលោកបានប្រើប្រាស់ក្រុមអ្នកកាសែតដើម្បីយកព័ត៌មានរួមដំណើរជាមួយធ្វើជានុយទាំងខ្លួនលោកផ្ទាល់នោះបានបដូរយន្តហោះជិះដើម្បីគេចពីការធ្វើឃាតរបស់ប្រទេសអ៊ីរ៉ង់ហើយឲ្យអ្នកកាសែតជិះនៅក្នុងយន្តហោះដែលជាកូដថៅវិបាដើម្បីបញ្ឆោតបើតាមការផ្សាយរបស់ទីក្រុង Washington Post លោកត្រាំបានប្រើប្រាស់យន្តហោះថ្មីដែលជាអំណោយពីប្រទេសកាតាដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអង្គការ៉ាសម្រាប់កិច្ចប្រជុំកំពូលអង្គការ NATO ប៉ុន្តែលោកបានបដូរទៅប្រើប្រាស់យន្តហោះ Air Force One ស៊េរីចាស់វិញនៅពេលដែលចាក់ចេញបន្ទាប់ពីលោកត្រាំបានជិះយន្តហោះ Air Force One ស៊េរីចាស់នៅចំពោះមុខកាមេរ៉ារបស់អ្នកសារព័ត៌មាននៅក្នុងទីក្រុងអង្គការ៉ារួចមកលោកក៏ត្រូវបានគេលួចបញ្ជូនជាសម្ងាត់តាមរយៈរថយន្តដឹកម្ហូបអាហារនៅអាកាសយានដ្ឋានទៅកាន់យន្តហោះខ្នាតតូចមួយទៀតប្រភេទ Air Force C យន្តហោះ C 32A នោះបានហោះហើរទៅកាន់ចក្រភពអង់គ្លេសហើយទៅដល់ប្រហែលជាម៉ោង 10:20 នាទីយប់ខណៈដែលយន្តហោះ Air Force One ស៊េរីចាស់ដែលដឹកអ្នកសារព័ត៌មានបានទៅដល់ប៉ុន្មាននាទីក្រោយមកការបដូរនៅនាទីចុងក្រោយនេះធ្វើឲ្យជីវិតអ្នកសារព័ត៌មាននៅក្នុងយន្តហោះប្រឈមទៅនឹងហានិភ័យព្រោះតែការវិវត្តរបស់អ៊ីរ៉ង់ហើយឥឡូវលោកត្រាំកំពុងរងការរិះគន់មិនសំចៃមកឡើយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនានានៅលើពិភពលោកជុំវិញរឿងខាងលើអង្គភាពសារព័ត៌មានអន្តរជាតិធំកំពុងតែជជែកវែកញែកយ៉ាងក្តៅគគុកថាសកម្មភាពទាំងនេះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ក្រុមអ្នកសារព័ត៌មាននិងបុគ្គលិករដ្ឋបាលដែលធ្វើដំណើររួមគ្នាពីលើយន្តហោះហើររបស់ប្រធានាធិបតីលោក Aaron Black ដែលជាអ្នកសារព័ត៌មានជាន់ខ្ពស់របស់ CNN បានឲ្យដឹងថាក្រុមអ្នកកាសែតមានអារម្មណ៍ថាពួកគេត្រូវបានគេធ្វើដាក់ប្រៀបដូចជានុយរងចាំត្រីធំមកស៊ីបាទនឹងគឺពាក្យបន្ទនឹងគេហៅថាការដែលលោកប្រធានាធិបតី Donald Trump បានផ្លាស់ប្ដូរយន្តហោះនៅក្នុងការជិះណាបងបាទអញ្ចឹងព័ត៌មាននេះគឺកំពុងតែឆាបឈួលកំពុងតែល្បីមែនតើបងប្អូនជាពិសេសគឺអន្តរជាតិធំហ្នឹងគឺគេចាប់អារម្មណ៍ហើយរិះគន់លោកប្រធានាធិបតី Donald Trump ហ្នឹងខ្លាំងមែនតើបាទអញ្ចឹងសម្រាប់ព័ត៌មាននេះយើងមានប៉ុណ្ណឹងបងប្អូនជួបគ្នាក្នុងព័ត៌មានអន្តរជាតិជាបន្តនៅពេលក្រោយទៀតគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបងប្អូនដែលចូលទស្សនាកុំភ្លេចចុចជាវឬក៏ Subscribe Channel ថ្មីរបស់ខ្ញុំម្នាក់មួយផងបាទ